Rương nâng hời. Nẹត្រូវបានបណ្ដេញចេញពីសាលារៀនហើយដាក់ចូលក្នុងបញ្ជីអ្នកណាហ៊ានចង់បានអ្នកទេបងប្អូនជីដូនមួយរបស់ខ្ញុំឈ្មោះសុងវៃខ្ញុំផ្ដល់ការងារឲ្យអ្នកដោយសារតែខ្ញុំប៉ុន្តែបងស្រីសុងបានធ្វើបែបនេះអស់រយៈពេលប្រហែលឆ្នាំរបស់គាត់មាននឹងការរៀបចំផែនការព័ត៌មានបានទាំងលេខឈ្មោះខ្ញុំមិនជំពាក់គាត់អ្វីទាំងអស់យ៉ាងសៀវខ្ញុំចង់លាលែងពីតំណែងខ្ញុំមិនសប្បាយចិត្តនៅទីនោះទេមើលយើងមកពីស្រុកកំណើតតែមួយពេលខ្ញុំដឹងថាអ្នកត្រូវបានគេធ្វើបាបបន្ទាប់មកខ្ញុំបានឆ្លោះជាមួយយ៉ាវឆេងរងគាត់បានទាត់នាងចំក្រលៀនខ្ញុំមានបញ្ហាងាប់លឹងការវះកាត់នឹងត្រូវចំណាយអស់1លានរូពីតើអ្នកមិនបានសន្យាថានឹងរកលុយជាមួយខ្ញុំទេបើឈប់ពីការងារហើយរកលុយពីណាបានខ្ញុំមិនជំពាក់អ្វីទៅនឹងអ្វីដែលគេហៅថាទេប៉ុន្តែខ្ញុំជំពាក់ទីផ្សារស៊ីឈៀវខ្ញុំបានទូរស័ព្ទទៅក្លឹបដើម្បីសាកសួរកាមេរ៉ាខ្លុំមើលទាំងអស់នៅទីនោះខូចអស់ហើយគ្មានវិធីណាដើម្បីបញ្ជាក់វាទេរដ្ឋមន្ត្រីលីបានអូសកាត់របស់លោកហើយចូលទៅក្នុងបន្ទប់របស់អ្នកខ្ញុំបានដឹងវាស៊ីឈៀវតើអ្នកមានការថតសម្លេងទេបើមិនដូច្នោះទេតើអ្នកមានភស្តុតាងផ្សេងទៀតទេចម្រៀងប្អូនស្រីនេះពិតជាមិនបានកើតឡើងទេត្រឹមត្រូវហើយលោករដ្ឋមន្ត្រីលីមិនមែនជាមនុស្សធម្មតាទេយើងមិនត្រូវគេលេងសើចជាមួយទេសៀវឈៀងសម្រាប់បន្តិចខំប្រឹងធ្វើការជាមួយខ្ញុំមើលចោះឈប់សុបិនទៅចូលយើងទទួលយកជោគវាសនារបស់យើងខ្ញុំចង់ត្រឡប់ទៅបន្ទប់ខ្ញុំវិញអូមើលក្តីសុបិនរបស់អ្នកនឹងក្លាយជាការពិតទោះបីជាខ្ញុំមិនដឹងថាអ្នកជានរណាក៏ដោយប៉ុន្តែឥឡូវនេះខ្ញុំឃើញខ្លួនឯងតើអ្នកនឹងខកចិត្តយ៉ាងខ្លាំងមែនទេកុំភ្លេចសម្លៀកបំពាក់របស់ខ្ញុំសួស្តីខ្ញុំមានឈុតមួយដែលត្រូវការបោកសម្អាតស្ងួតសូមយកទំនិញមកយកដល់មាត់ទ្វារផ្ទះខ្ញុំនៅថ្ងៃស្អែកឈុតរបស់អ្នកត្រូវបានបោកស្ងួតហើយអរគុណលោកគោសម្លៀកបំពាក់របស់អ្នកត្រូវបានបោកគក់ហើយខ្ញុំកំពុងឲ្យវាទៅអ្នកឥឡូវនេះខ្ញុំបានញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិមួយចំនួនសន្តាគារដែលខ្ញុំបានកក់ទុកមកទីនេះសួស្តីតើអ្នកជាអ្នកស្រីឆែមែនទេលោកលូបានណែនាំខ្ញុំរួចហើយហេតុអ្វីបានជាអ្នកត្រឡប់មកវិញលឿនម្លេះ Experiment Bro លោកលូនិងកញ្ញាសៀបានមកដល់ហើយនៅទីនេះលោកលូនេះជាអ្នកណាតើនាងអាចជាមិត្តស្រីរបស់លោកលូបានទេអូខ្ញុំមិនមែនទេនាងជាមិត្តស្រីរបស់ខ្ញុំក្មេងទាំងនេះមនុស្សចេះតែនិយាយថាខ្ញុំរកសង្សារមិនឃើញតើអ្នកអាចជួយខ្ញុំបានទេប៉ុន្តែតើមិត្តប្រុសរបស់អ្នកសំខាន់នោះទេអ្នកមិនអាចជួយវាបានទេប្រសិនបើអ្នកហៅរកជំនួយក្នុងគ្រាអាសន្នលោកលូតើអ្នកកំពុងខ្សឹបខ្សៀវអំពីអ្វីលោកលូយើងទាំងអស់គ្នាបានញ៉ាំអាហារពេលល្ងាចហើយកុំឲ្យយើងស៊ីអាហារឆ្កែបើយើងមិនឃ្លានមិនអីទេឈប់លេងសើចទៅមិត្តស្រីរបស់ខ្ញុំមានស្បែកស្ដាងយើងកំពុងចាក់ចេញឥឡូវនេះតើអ្នកណាជាមិត្តស្រីរបស់លោកលូគាត់ជានរណាគឺមិនសំខាន់ទេរឿងសំខាន់គឺថាគាត់គឺជាមនុស្សដែល Experiment Bro ចូលចិត្តពួកអ្នកមានសង្គមនៅក្រុងជេនហេនឹងខូចចិត្តជាមិនខានហាហាហាហេយ៉ាងស៊ីវមើលមិត្តស្រីរបស់អ្នកកំពុងចុះពីលើស្ពានមែនទេចុះស្ពានតើពួកគេបានចូលទៅក្នុងឡានរបស់អ្នកណាខ្ញុំមិនដឹងទេងាកមកមើលវិញវាហាក់ដូចជាមាននរណាម្នាក់កំពុងតាមយើងលោកលូមិត្តប្រុសរបស់ខ្ញុំយ៉ាងសៀងចាប់តាំងពីគាត់ជាមិត្តប្រុសរបស់អ្នកបន្ទាប់មកខ្ញុំគួរតែនិយាយជម្រាបសួរគាត់មិនចង់ខ្ញុំមិនចង់ឲ្យគាត់យល់ច្រឡំទេរក្សាគម្លាតសុវត្ថិភាពរបស់អ្នកមិនថាអ្នកត្រូវការឬអត់នោះទេឡានរបស់ខ្ញុំមិនស្មើគ្នាថ្នាំលាបមួយដុំចិត្តរួចរាល់ហើយ
សៀវឈៀវមានរឿងអ្វីខ្ញុំធ្លាប់ឃើញឡាននេះនៅក្នុងទស្សនាវដ្តីមួយវាមានតម្លៃរាប់សិបលានការបើកបររថយន្តនេះមានន័យថាអ្នកមានឱកាសធំមិននៅក្នុងឡានបន្ទាប់ពីចុះពីស្ពានយើងទើបតែវិនិច្ឆ័យវាខុសឥឡូវនេះសូមគិតអំពីវារឿងអាក្រក់បែបនេះបានកើតឡើងបន្ទាប់ពីយើងបានចុះពីលើស្ពានតើបុរសណាដែលចង់បានគាត់មិនអីទេដោយវិធីនេះតើអ្នកនៅតែលេងល្បែងស៊ីសងមែនទេអ្នកពិតជាមិនត្រូវទុកវាឲ្យមុនពេលអ្នកចុះពីស្ពាននោះទេអូព្រះជាម្ចាស់ឲ្យតើឆែជាបានប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំបានឃើញវាទាំងអស់នោះជាក្មេងស្រីល្អខ្ញុំនឹងខំប្រឹងធ្វើការដើម្បីរកលុយសម្រាប់ថ្លៃព្យាបាលតែអ្នកបានប្រើវាសម្រាប់លេងល្បែងស៊ីសងខ្ញុំណែនាំអ្នកឲ្យឈប់កុំឲ្យបាត់បង់នារីល្អបែបនេះអីគាត់មើលមិនឃើញទេអ្នកល្អចំពោះមិត្តប្រុសរបស់អ្នកណាស់ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់មិត្តប្រុសរបស់អ្នកហាក់ដូចជាមានតម្លៃតិចជាងថ្នាំលាបដែលមានតម្លៃរាប់រយរាប់ពាន់ដុល្លារសួស្តីលោកលូសម្លៀកបំពាក់របស់អ្នកចង់ខ្ញុំជាប់ហាជួសម្លៀកបំពាក់របស់អ្នកនៅខាងមុខ